បំផុតចូលใจបំផុតនិងល្អបំផុតគឺការឆ្លងខ្លួនឯងជាវាចាប់ផ្ដើមខ្ញុំសូមជម្រាបសួរដល់លោកគ្រូនេះకూడాជាគណៈកម្មការជាទីគោរពនិងសួស្ដីដល់ការអបស៊ីហើយនឹងព្រមទាំងជម្រាបសួរដល់អ្នកនរគ្នាដែលមានលំដាប់នេះជាស្រឡាញ់ដល់អានយើងខ្ញុំបានឈ្មោះលេងជវិជាសាស្ត្រវិទ្យាទី8កនៃសាលាអនុវិទ្យាល័យអរញ្ញសាយដែលស្ថិតនៅក្នុងសាលានេះឆ្នាំថ្មីថ្ងៃនេះផងដែរខ្ញុំក៏ជាមានសេចក្តីសំណើរីករាយខ្លាំងណាស់ដែលបានចូលឈ្មោះជាបេក្ខជនមួយរូបដែលស្ថិតនៅក្នុងក្លឹបបណ្ដាញសង្គម3ថ្ងៃនេះផងដែរខ្ញុំបានលើកយកសភៅវិបត្តិដែលមានចំណងជើងថាការអភិវឌ្ឍខ្លួនឯងសភៅការអភិវឌ្ឍខ្លួនឯងនេះផងដែរគឺនិពន្ធដោយខែមិថុនាឆ្នាំ2010ដល់និពន្ធដោយលោកច័ន្ទប្រធីសភៅវិបត្តិនេះផងដែរគឺបានទស្សនៈដែលមានរហូតដល់40ទស្សនៈតែពេលដែលនៅក្នុងក្រុមដូច្នេះហើយខ្ញុំសូមយកត្រឹមតែ3ទស្សនៈប៉ុណ្ណោះដែលទស្សនៈទី1មានចំណងជើងថាអនាម័យអ្នកទាំងអស់គ្នាខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏ជាបានដឹងដែរថាអនាម័យគឺសំខាន់ណាស់ប៉ុណ្ណាប្រកបណាស់អនាម័យគឺសំខាន់បំផុតនៅក្នុងពិភពលោកមិនថាចាស់ឬកុមារឬក៏រឿងអ្វីក៏ដោយទេក៏ដោយតែអនាម័យដូចនេះអនាម័យគឺជាកត្តាមួយដ៏សំខាន់បំផុតនៅលើពិភពលោកលោកដែលមានអនាម័យល្អបំផុតនៅក្នុងពិភពលោកគឺមានលក្ខណៈដូចជាទី1គឺមានសុខភាពល្អទី2លោកសមមានជំងឺឈាមកាត់ទី3មានរាងកាយរឹងមាំចូលដល់ទស្សនៈទី2ភាពជាអ្នកឧស្សាហ៍ប្រឹងប្រែងភាពឧស្សាហ៍ប្រឹងប្រែងគឺជាគុណសម្បត្តិដ៏ធំធេងសម្រាប់មនុស្សគ្រប់រូបដែលវាផ្ទុយខុសពីភាពឆ្លងស្រអូនដែលអ្នកនរគ្នាមិនដឹងថាភាពឆ្លងស្រអូនមានវិធីកម្ចាត់ដោយយុវកម្មរដ្ឋដែរភាពឆ្លងស្រអូនមានវិធីកម្ចាត់ដូចជាទី1ចេះបង្កប់ចិត្តខ្លួនឯងទី2ចេះបញ្ជាក់កតាការងារអស់ខ្លួនឯងធ្វើរីឯទី3គឺជាចំណេះដឹងអ្នកនរគ្នាក៏จะដឹងថាចំណេះដឹងមានប្រមាណប្រភេទចំណេះដឹងគឺមានរហូតដល់ពីប្រភេទឯកដែលចំណេះ